សុខលោកគ្រូជាសួស្តីសិស្សបងប្អូនគ្នាចាលោកគ្រូអញ្ចឹងថ្ងៃនេះដោយសារតែខាងសាកលវិទ្យាល័យរបស់យើងក៏ដូចជាមហាវិទ្យាល័យសិល្បៈនិងសាស្ត្រនិងភាសារបស់យើងនឹងបានរៀបចំកម្មវិធីទទួលសិស្សប្អូនចំនួនទី19អញ្ចឹងចង់សួរចំពោះចំណាក់អារម្មណ៍របស់លោកគ្រូវិញលោកគ្រូមានចំណាក់អារម្មណ៍បែបណាដែរសម្រាប់គ្រូវិញគឺមានអារម្មណ៍ថាសូមកើបឲ្យស្បាយរៀនទៅពេលតែបានឃើញសិស្សបងឬសិស្សប្អូនក្នុងពេលជួបជុំគ្នាជាពិសេសគឺតែតាសិស្សបងដូចជានិស្សិតជាឡាហើយនិងសិស្សបងមានបានទៅទៀតដែលគាត់បានចេះលេខបទពិសោធន៍ដល់សិស្សប្អូនហើយក៏ជាបានជួបជុំគ្នាសម្ដែងសិល្បៈthì các bạn trên lấy bậc kỳ sau thì chỉ cần một người này trên không nên chỉ là lục đến thủ quát là sao chắc đi sập mới chơi bài chân để đồng thời chạy trong viên cảm tin đấy từ việc nói cho biết là một đó nên cho rung nhà sẽ cảm lúc đó anh có thêm nó một cái tiền ăn hai hay là với bạn chỉ khang đồng xe bay thì bạn chân thật có đồng tiền đấy bạn chỉ nên phải cái việc cảm tin cứ đi cuối đồng quay bao bọc sau mình chạy về chỉ là cái chia đọc cái quả là sự hồi mình nhìn đồng quay hỏi sập bạn còn mình sẽ phải bằng cái bạn dùng kia bạn sẽ có kia là đồng kia vậy thì bây giờ phải lấy cái cáiជាសួរសិស្សបងចឹងឥឡូវសូមសួរចំណាក់អារម្មណ៍សិស្សបងតិចថាតើសិស្សបងមានចំណាក់អារម្មណ៍បែបណាដែរនៅពេលដែលបានចូលរួមកម្មវិធីបានបទទេសនាការឬក៏កម្មវិធីជាមួយនឹងសិស្សប្អូនថ្មីឆ្នាំឆ្នាំទី10នេះសិស្សបងបាទកម្មនេះគឺសប្បាយរីករាយដែលបានកម្មវិធីម្ដងទៀតក៏ពីចាក់ចែងរយៈពេល1ឆ្នាំព្រោះថាឆ្នាំនោះគឺខ្ញុំបានបញ្ចប់ថ្នាក់បញ្ញាបត្រអក្សរសាស្ត្រខ្មែរហើយឆ្នាំនេះខ្ញុំបានត្រឡប់មកទីនេះម្ដងទៀតគឺមានអារម្មណ៍សប្បាយរីករាយហើយសង្កេតឃើញថានៅទី1ដែរតើតើនឹងបញ្ហាដែលសម្រាប់គ្រូដែលចូលរួមបាទជាចែកចំណែកចឹងពេលដែលចូលមកដល់វិទ្យាចែកចំណែកនៅក្នុងសាលនៃកម្មវិធីដែលបានរៀបចំប្រព្រឹត្តទៅបានល្អប្រសើរហើយជាឱកាសមួយដែលអតីតនិស្សិតជំនាញអក្សរសាស្ត្រខ្មែរគ្រប់ជំនាន់ទាំងអស់បានជួបជុំគ្នាស្ដែងដូចខ្ញុំដល់ទីជំនាន់គឺជំនាន់ទី1បាទចំបាត់គឺជំនាន់ទី16ចូលឆ្នាំទី19បានជា10ជំនាន់ហ្នឹងបាទអញ្ចឹងឱកាសគឺមានអតីតនិស្សិតទៅនិស្សិតទាំងអស់ចែកស៊ីឲ្យបានតាំងពីរបៀបបបឬបែបតែមានតែអនាគតដែលគាត់មានជំនាញអក្សរសាស្ត្រខ្មែរគាត់ត្រូវត្រៀមខ្លួនឲ្យបានខ្លះហើយទៅពេលដែលគាត់រៀនចប់តែគាត់អាចចូលចាប់មុខរបរឬក៏អាជីពឬក៏កិច្ចការងារអ្វីដែលស័ក្តិសមជាមួយគាត់បាទហើយអាចតែជំនាញរបស់គាត់ទៅស្គាល់តែឃើញថាសាកលវិទ្យាល័យខាងខាងជួយឡើងក្នុងកម្មវិធីពីនេះដែរដែលពេលដែលខ្ញុំបានរៀបចំយូរណាស់ហើយបាទតែសម្រាប់បានភ្លេចចោលទេតែជំរាបក៏ចូលទៅចូលរួមជាចំណុចការជាការសម្រាប់ទៅចិត្តមួយដែរខ្ញុំក៏ដូចជាសាស្ត្រខ្មែរលើស្លាយសាស្ត្រកម្មច្រើនជំរាបសួរសាច់បងសិស្សបងខ្ញុំមកបែបប្រហែលណាសិស្សបងបានតែពីនៅសម្រាប់ខ្ញុំទៅក៏អត់ដែរតែខ្ញុំព្រឹកចាំសិស្សបងសុខថ្ងៃសុខស្បាយសម្រាប់ខ្ញុំគឺសុខស្បាយធម្មតាខ្ញុំសុខធម្មតាតែគ្នាតោះតែរឿងលុយទៅតែទៅលុយចាស់អញ្ចឹងខ្ញុំចង់សួរសំណួរសិស្សបងមួយសំណួរតាអារម្មណ៍ថ្ងៃនេះសិស្សបងមានអារម្មណ៍បែបណាដែលបានចូលរួមកម្មវិធីសំណេះសំណាលសិស្សបងចំនួនទី10ចាំខ្ញុំសូមឆ្លើយចាចឹងសម្រាប់ថ្ងៃនេះខ្ញុំបានចូលរួមធ្វើជាមួយគ្នានៅក្នុងកម្មវិធីមួយនេះខ្ញុំពិតជាសប្បាយចិត្តពីព្រោះថ្ងៃខ្ញុំបានទទួលបានចែករំលែកបទពិសោធន៍ខ្លះៗទៅបីជាបទពិសោធន៍ខ្លះក៏សិស្សប្អូនចង់យកទៅអនុវត្តតចឹងណាចឹងដល់ពេលដែលយើងបានបង្ហាញនៅចំណាប់អារម្មណ៍របស់យើងបង្ហាញនៅបទពិសោធន៍របស់យើងទៅសិស្សប្អូនចាំមានជាទួនមួយសម្រាប់សិស្សប្អូនដើរទៅមុខទៅទៀតចាចាសម្រាប់នេះខ្ញុំតពិតជាមានអារម្មណ៍ថាសប្បាយរីករាយមែនទែនហើយពិតជាមានកិត្តិយសមែនទែនដែលបានអញ្ជើញមកធ្វើជាអ្នកសម្របសម្រួលនៅថ្ងៃនេះហើយក៏បានជួបជាមួយអ្នកសិស្សប្អូនសិស្សបងមករួមជំនាន់នៅអញ្ចឹងណាហើយក្នុងកម្មវិធីរបស់យើងនេះគឺពិតជាផ្ដល់ដំណើរអប់រំក៏ដូចជាចំណេះដឹងមួយជាបទពិសោធន៍មួយសម្រាប់សិស្សប្អូនជំនាន់ក្រោយដែលគាត់ជឿនលឿនជំនាញសាស្ត្រខ្មែរដើម្បីសិក្សាក៏ដូចជាចង់បានអាជីពជាគ្រូបង្រៀនឬក៏អាចធ្វើជាអាជីពផ្សេងៗទៀតនៅក្នុងការងារនៅពេលដែលគាត់រៀនចប់ទៅទៀតណាចា
con bao nhiêu tập phần anh đi cả ngoài tập xe thì là conជំរាបសួរគ្រូ បាទជំរាបសួរ trong conចំណាក់ខ្ញុំតែខាងតាមនេះខ្ញុំមានអារម្មណ៍ថាតែតែខាងខាងនេះបានចាំតាមខ្ញុំឡើយ បាទថ្ងៃនេះជាក់ស្ដែងទៅឆ្នាំកន្លងមកយើងតែបានរៀបចំទីប្រជុំរវាងអតីតនិស្សិតហើយនិងនិស្សិតបច្ចុប្បន្នដើម្បីចែករំលែកនៅបទពិសោធន៍ផ្សេងៗពីអត្ថប្រយោជន៍នៃមុខវិជ្ជាសិក្សាជាការរៀបចំកម្មវិធីនៅថ្ងៃនេះពិតជាមានសារៈសំខាន់មែនទែនវាជាវិធីមួយដើម្បីជួយឲ្យដល់បងប្អូននិស្សិតទាំងអស់ជាពិសេសនិស្សិតចំនួនទី19តែម្ដងគាត់ធ្វើតែចាប់ដើមថ្មីមកអញ្ចឹងគាត់អត់ដឹងថាការហេតុអីបានជាគាត់គួរតែចាប់យកជំនាញភាសាខ្មែរនឹងទេអក្សរសាស្ត្រខ្មែរនឹងទេរហូតដល់មានបងប្អូនម្នាក់ខ្ញុំសង្កត់ខ្ញុំគាត់សង្កត់ក្នុងហ្នឹងគាត់ថាតើការរៀនខាងអក្សរសាស្ត្រខ្មែរនឹងគាត់នឹងបានការងារទៅជាអ្វីរហូតដល់មិត្តភក្តិរបស់គាត់នឹងមានចំអកដកលើចាញ់អាចខ្លាយទៅជាគ្រូខ្មែរគ្រូស្ដប់គុំឬក៏គ្រូមុនអាគមមុនអានអីផ្សេងៗប៉ុន្តែនៅក្នុងចម្លើយតបក៏ដូចជាការបកស្រាយរបស់វាគាត់បានបង្ហាញថាការសិក្សាមុខវិជ្ជាភាសាអក្សរសាស្ត្រខ្មែរនេះគឺជួយជាតិបាទជួយអភិរក្សវប្បធម៌អរិយធម៌ខ្មែរយើងហើយនៅក្នុងហ្នឹងគឺជាមុខវិជ្ជាមួយបាទដែលពួកនិស្សិតទាំងអស់អាចយកទៅដើម្បីវិជ្ជាចូលជាមួយនឹងគ្រប់ការងារគ្រប់ប្រភេទបាទអញ្ចឹងដូចឧទាហរណ៍នៅក្នុងហ្នឹងវាមិនយើងមានអ្នកខ្លះគាត់ធ្វើការជាគុំបង្រៀនអ្នកខ្លះគាត់ធ្វើការនៅក្នុងអង្គការខ្លះគាត់ធ្វើការនៅក្នុងធនាគារបាទអញ្ចឹងការរៀនយកចំណេះដឹងជាចំណុចមួយហើយដែលអង្គគេថា IQ ហ្នឹងហើយការរៀនសម្របសម្រួលអីផ្សេងៗរបស់ខ្លួនយើងឯកបទរបស់យើងទៅក្នុងសង្គមហ្នឹងគឺអង្គគេថា EQ មួយទៀតបាទអញ្ចឹងកាលណាយើងរៀនបានច្រើនបាទដូចហ្នឹងហើយនៅក្នុងកម្មវិធីសិក្សាអក្សរសាស្ត្រខ្មែរនឹងមានវិទ្យាចិត្តរូបកសលមានរបៀបមើលអេយ៉ាបទរបស់មនុស្សឲ្យផ្សេងៗអញ្ចឹងពិតជាមានអត្ថប្រយោជន៍មែនទែនសម្រាប់សិស្សនិស្សិតនៅពេលដែលគាត់ចាប់យកធ្វើការងារផ្សេងៗហើយនៅក្នុងហ្នឹងក៏សូមបញ្ជាក់មួយទៀតមានបងដែលជាអតីតនិស្សិតគាត់បានផ្ដល់ថាបងប្អូនដាច់ខាតត្រូវតែរៀនជំនាញ3 2ឬក៏3បន្ថែមទី1ជំនាញខ្លួនឯងភាសាខ្មែររៀនឲ្យច្បាស់ទី2ដោយសារតែយើងនេះគឺសម័យលើគឺសម័យ digital អញ្ចឹងដាច់ខាតត្រូវតែជំនាញទៅលើ ICT ផ្សេងៗត្រូវតែកាត់ខំរៀនសូត្របាទទី3ដែលមិនអាចកាត់ផ្ដាច់បាននៅពេលដែលគាត់ស្វែងរកការងារធ្វើនឹងភាសាអង់គ្លេសបាទអញ្ចឹងទាំងរដ្ឋទាំងឯកជនការសម្ភាសការងារមួយចំនួនអាចនឹងជាភាសាអង់គ្លេសបាទដោយអតីតនិស្សិតដែលគាត់ជាប់ក្របខ័ណ្ឌអញ្ចឹងគាត់បានប្រាប់ថានៅពេលដែលគាត់ទៅប្រឡងរៀនភាសាអង់គ្លេសផងដែរបាទជួយពង្រឹងនៃសង្គមមកអក្សរសាស្ត្រយើងមកបានទៅដល់បានជាខ្ញុំជ្រើសរើសយកអក្សរសាស្ត្រខ្មែរថាទៅ
trong nó hơi đủ cái trong một lần bây giờ là trong sản phẩm và trong là trong tôi chỉ dùng cái trong tôi chỉ dùng cái